បាទសួស្តីបងប្អូនទាំងអស់គ្នាយើងបន្តរៀនសូត្រពាក់ព័ន្ធជាមួយនឹងច្បាប់ភាសាប្រព័ន្ធបន្តទៀតថ្ងៃនេះយើងមកកែលម្អិតពាក់ព័ន្ធជាមួយនឹងអក្សរបំភ្លឺសាធារណៈបាទអក្សរបំភ្លឺសាធារណៈលម្អិតនេះដដែលយើងបានកែពាក់ព័ន្ធជាមួយនឹងអក្សរពិសេសហើយអញ្ចឹងយើងអាចចេះកណនារកអក្សរពិសេសទៅបងហើយអញ្ចឹងយើងត្រូវកណនាបន្តទៅរកអក្សរបំភ្លឺសាធារណៈណាអញ្ចឹងដើម្បីបានអក្សរបំភ្លឺសាធារណៈលុះត្រាតែយើងដឹងពីអក្សរពិសេសមុនសិនណាអក្សរពិសេសមុនសិនអញ្ចឹងខ្ញុំអានប្រធានលំហាត់នេះឡើងវិញគឺសហគ្រាសមួយជារោងចក្រផលិតផលិតផលស្រាបៀរនិងបានផ្គត់ផ្គង់ស្រាបៀរដែលមានតម្លៃមិនរួមអក្សរចំនួន$20ក្នុងមួយកេសនឹងមានទិន្នន័យដូចខាងក្រោមទី1លក់ទទួលបានលុយភ្លាមលក់ក្នុងស្រុកណា1000កេសជំពាក់ឲ្យដេប៉ូណាលក់ជំពាក់ឲ្យដេប៉ូគឺ1500កេសបាទគេឲ្យកណនីអក្សរបំភ្លឺសាធារណៈម្ដងណាលើកមុនគេឲ្យកណនីអក្សរពិសេសចឹងយើងចេះកណនីហើយឥឡូវរកអក្សរបំភ្លឺសាធារណៈម្ដងអញ្ចឹងដោយបញ្ជាក់អញ្ចឹងគឺដើម្បីរកអក្សរបំភ្លឺសាធារណៈយើងត្រូវរកអក្សរពិសេសសិនអញ្ចឹងទី1អក្សរពិសេសបរិមាណ1000កេស1000កេសតម្លៃណា$20ដដដែលអញ្ចឹងគុណមកយកបរិមាណគុណនឹងតម្លៃមកឃើញតម្លៃសរុបសម្រាប់លក់ក្នុងស្រុកបានលុយភ្លាមក្នុងករណី1000កេសនេះបាទអញ្ចឹងលក់ជំពាក់ឲ្យដេប៉ូគឺ1500កេសតម្លៃ$20ដូចគ្នាអញ្ចឹងយើង copy រូបមន្តមកយកតម្លៃគុណនឹងបរិមាណឃើញហ្នឹងឃើញតម្លៃលក់សរុបបាទអញ្ចឹងយើងឃើញមូលដ្ឋានតម្លៃផ្គត់ផ្គង់ណាគាត់បានផ្គត់ផ្គង់មិនរួមអក្សរ$50000ណាដែលយើងរកអក្សរពិសេសលើកមុនយើងរកម្ដងហើយគឺវាស្មើនឹងតម្លៃផ្គត់ផ្គង់គុណនឹង90%ណា90%ដោយសារតែផលិតផលនេះគឺត្រូវបានផលិតក្នុងស្រុកអញ្ចឹងយើងមើលប្រធានលំហាត់របស់យើងគឺរោងចក្រស្រាបៀរណារោងចក្រស្រាបៀរបើន័យថាគាត់ផលិតក្នុងស្រុកហើយអញ្ចឹងយើងយកតែ90%ទេអញ្ចឹងអត្រាអក្សរពិសេសយើងគឺ30%សម្រាប់ស្រាបៀរយើងយកមូលដ្ឋាន90%នេះគុណទៅនឹង30%អត្រាអក្សរមកឃើញប្រាក់ពន្ធអក្សរត្រូវបង់សម្រាប់អក្សរពិសេសគឺ13500បាទអញ្ចឹងដើម្បីរកមូលដ្ឋានអក្សរបំភ្លឺយើងត្រូវយកតម្លៃផ្គត់ផ្គង់ណាតម្លៃផ្គត់ផ្គង់បូកជាមួយនឹងអក្សរពិសេសត្រូវបង់ឃើញ63500នេះគឺជាមូលដ្ឋាននៃអក្សរបំភ្លឺសាធារណៈហើយយើងមានអត្រាអក្សរបំភ្លឺសាធារណៈរបស់យើងគឺ5%ណា5%អក្សរបំភ្លឺសាធារណៈនេះគឺស្រួលទេអត្រាគឺមានតែមួយនឹងគត់គឺមានតែ5%ហើយបង់តែម្ដងគត់ដូចនឹងអក្សរពិសេសដូចគ្នាណាបង់តែម្ដងគត់សម្រាប់សហគ្រាសនាំចូលគឺយើងបង់នៅពេលដែលនាំចូលហើយផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារលើកលែងតែអក្សរពិសេសយើងបង់នៅពេលនាំចូលតែម្ដងប៉ុន្តែបើសិនជាសហគ្រាសផលិតណារោងចក្រក្នុងស្រុកអក្សរពិសេសនិងអក្សរបំភ្លឺគឺបង់ទៅណាគ្នាគឺពេលផ្គត់ផ្គង់ដំបូងចេញពីរោងចក្របាទអញ្ចឹងយើងយកមូលដ្ឋានអក្សរបំភ្លឺសាធារណៈនេះមកគុណនឹងអត្រាអក្សរបំភ្លឺយើង5%អញ្ចឹងឃើញប្រាក់អក្សរបំភ្លឺត្រូវបង់គឺ3175បាទអញ្ចឹងក្នុងសមត្ថកម្មរបស់យើងប៉ុណ្ណេះយើងត្រូវបង់ទី1អក្សរពិសេស13500និងអក្សរបំភ្លឺ3175បាទអញ្ចឹងដូចជាមិនស្មុគស្មាញទេដូចជំរាបជូនហ្នឹងថាលំហាត់របស់យើងគឺលក្ខណៈជា basic ដែរប៉ុន្តែបើសិនជាបងប្អូននៅតែមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការកណនារកប្រាក់អក្សរត្រូវបង់នេះទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូឬក៏អាចឆាតសួរតាមលេខ Telegram ខាងក្រោម description វីដេអូក៏បានខ្ញុំ feel free ណា feel free ក្នុងការឆ្លើយតបជូនបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច subscribe channel Tag Lecture ទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធជាមួយនឹងពន្ធដារកម្ពុជាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាទសូមអរគុណ